សូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានមកថតវត្តមួយទៀតហើយវត្តនេះមានឈ្មោះថាវត្តពីមតាឯកស្ថិតនៅក្នុងឃុំពីមតាអង្គស្រុកល្វីអែមខេត្តកណ្ដាលនិយាយចំទៅបើយើងធ្វើដំណើរពីរាជធានីភ្នំពេញប្រហែលជា3គីឡូម៉ែត្រឆ្លងកាត់តំបន់អរិយខ្សាត់និងមកដល់ទីនេះហើយបាទវត្តអារាមនេះឈ្មោះថាវត្តពីមតាឯកត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1734បាទទេសភាពនៅក្នុងវត្តអារាមនេះឃើញមានការតាក់តែងយ៉ាងស្រស់ស្អាតដើម្បីអបអរនៅពិធីបុណ្យជាតិរបស់ខ្មែរយើងពេលដែលខ្ញុំជិះចូលមកឃើញមាននៅសាលាបឋមសិក្សានៅទីនេះដែរគឺស្ថិតជាប់ទៅនឹងវត្តហើយនៅផ្នែកខាងឆ្វេងដៃគឺជាសាលាឆាន់ដែលសាងសង់អំពីឈើហើយក៏ជារចនាបថបែបខ្មែររបស់យើងសុទ្ធសាធណាសាលាឆាន់នេះបើនិយាយអំពីតួសសរវិញមានដល់ទៅជាង100សសរឯណោះបាទមានច្រើនហើយផ្នែកខាងស្ដាំដៃខ្ញុំនេះគឺជាតួព្រះវិហារនៃវត្តពីមតាឯកវត្តនេះបង្កើតឡើងនៅក្នុងឆ្នាំ1734ហើយនៅផ្នែកខាងក្រោយនៃតួព្រះវិហារខ្ញុំឃើញមាននៅស្រះទឹកមួយស្រះទឹកនេះឃើញថាមានចកអីដោះច្រើនមើលទៅឡើងខៀវតែម្ដងណាហើយបន្ទាប់ជាប់ពីនឹងស្រះហ្នឹងឃើញមាននៅរោងអាស្រមកន្លែងបន់ស្រន់អ្នកតាបាទអញ្ចឹងទេសភាពនៅផ្នែកខាងក្រោយនៃបរិវេណវត្តគឺមានប៉ុណ្្នឹងឯងនេះគឺជាតួព្រះវិហារឥឡូវនេះខ្ញុំជិះបកត្រង់ទៅមុខផ្នែកខាងមុខហ្នឹងគឺជាសាលាឆាន់ដែលសាងសង់អំពីឈើសាលាឆាន់នេះមានតសហ្នឹងដល់ទៅជាង100ពីព្រោះថាក្នុងមួយចន្លោះ1ម៉ែត្រកន្លះគឺមានតសមួយគឺអត់វែងគឺអត់ចន្លោះគ្នាឆ្ងាយទេតសហ្នឹងញឹកខ្លាំងណាស់ហើយសាលាឆាន់នេះគឺចាស់ទ្រុឌទ្រោមមិនអាចប្រើប្រាស់អីធំដុំជាផ្លូវការបាននោះទេគណៈកម្មការអាចារ្យវត្តនឹងបានយករបស់ណាស្រាលដែលដាក់ទៅនឹងសាលាឆាន់ណាបានន័យថាប្រើប្រាស់មិនជាធំដុំអីពេកទេចាស់ទ្រុឌទ្រោមណាស់ទៅហើយដាក់បានរបស់ណាដែលស្រាលជីវិតខ្ញុំឲ្យទុកស្នេហ៍សែនតែអូនជាតាមរត់បុលមិនអូនទៅតាមរត់បុលវារីទុំតាបងប្រខ្លាំងបាទអញ្ចឹងនៅផ្នែកខាងមុខនៃតួព្រះវិហារមានកុដិលោកហើយនិងបរិវេណជាច្រើនទៀតដែលធ្វើការរៀបចំតាក់តែងយ៉ាងស្អាតបាទណាហើយនៅផ្នែកខាងមុខនៃតួព្រះវិហារនិយាយចំទៅផ្នែកខាងមុខបរិវេណវត្តគឺមាននៅសាលាបឋមសិក្សាខាងឆ្វេងដៃគឺជាទីចាត់ការហើយនឹងបណ្ណាល័យបើយើងជិះចូលមកណាតែនេះគឺជាផ្នែកខាងស្ដាំដៃគឺជាអគារដែលមានចំនួន2ខ្នងណាបាទហើយផ្នែកខាងឆ្វេងដៃគឺជាទីចាត់ការហើយនឹងបណ្ណាល័យចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតវត្តពីមតាឯកនេះបង្កើតឡើងនៅក្នុងឆ្នាំ1735ហើយនៅផ្នែកខាងមុខនៃព្រះវិហារវត្តពីមតាឯកនេះមានដើមឈើប្រមាណដើមដែរអាចនឹងជិត10ដើមណាឃើញមានបងប្អូនប្រជាពលរដ្ឋគាត់រស់នៅម្ដុំហ្នឹងយ៉ាងច្រើនហើយខ្យល់បក់ហ្នឹងក៏ទៅសៀកលហឹមលហីតែម្ដងណាតិចខ្លាំងពីព្រោះថាស្ថិតជាប់ទៅនឹងដងទន្លេមេគង្គហើយទន្លេមេគង្គនេះហូរទៅកាន់ខេត្តព្រៃវែងឆ្លងកាត់ខេត្តកណ្ដាលអីជាដើមណាបន្តមកទៀតគឺហូរឆ្ពោះទៅកាន់ប្រទេសវៀតណាមឯណោះ